ក្នុង page មាន follower ច្រើនណាស់ប៉ុន្តែដឹងថាត្រូវទាញ follower របស់យើងមកជាអតិថិជនរបស់យើងដោយរបៀបម៉េចទី1បង្កើតមាតិកាណាដែលមានប្រយោជន៍និងអាចដោះស្រាយបញ្ហារបស់អតិថិជនរបស់អ្នកអតិថិជនមិនមែនទិញផលិតផលឬសេវាកម្មរបស់អ្នកដោយសារតែគាត់ចូលចិត្តមើលវីដេអូរបស់អ្នកទេប៉ុន្តែដោយសារតែគាត់មើលវីដេអូរបស់អ្នកទៅគាត់មានទំនុកចិត្តហើយគាត់ជឿជាក់ថាយើងអាចធ្វើការដោះស្រាយបញ្ហាណាមួយរបស់ពួកគាត់បានទី2ប្រើប្រភេទ storytelling content ឬក៏ប្រភេទមាតិកាដែលនិយាយអំពីសាច់រឿងណាមួយឲ្យអតិថិជនរបស់យើងគាត់បានស្ដាប់បានឮឧទាហរណ៍ដូចជាការធ្វើបទសម្ភាសន៍ពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ភ្ញៀវរបស់យើងចាស់កន្លងមកឬមួយក៏ពាក់ព័ន្ធជាមួយនឹង case study ជាក់ស្ដែងនៅលើ CV ណាមួយដែលយើងបានធ្វើជោគជ័យទៅលើភ្ញៀវចាស់របស់យើងពីព្រោះថាការដែលអួតថាសេវាកម្មរបស់យើងល្អគឺវាមិនល្អដូចជាការដែលភ្ញៀវរបស់យើងទទួលបានលទ្ធផលឬក៏អួតពីសេវាកម្មរបស់យើងទេចំណុចទី3គឺ call to action គឺត្រូវតែដាក់នៅtrongវីដេអូហ្នឹងដើម្បីបញ្ជាក់ថានៅពេលដែលគាត់ចាប់អារម្មណ៍គឺគាត់នឹងតំណែងឬក៏ធ្វើសកម្មភាពអ្វីបន្តទៀតដើម្បីសួរព័ត៌មានលម្អិតពីសេវាកម្មនិងផលិតផលរបស់យើង Like comment and share ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសម្រាប់ឆ្នាំ2025